រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឋានៈដែលក្រុមជ្រុលនិយមមួយចំនួនបានបំពុលព័ត៌មានคล้ายៗក្នុងការញុះញង់ប្រជាពលរដ្ឋតើចំពោះករណីនេះលោកយល់ឃើញយ៉ាងដូចម្តេចដែរបាទអរគុណបងច្រើនអរគុណដែលរីករាយដែលបានចូលបទសភាវិទ្យុបាយ័នបាទចំពោះចំណុចនេះដែរខ្ញុំមើលឃើញថាសង្គមនយោបាយស្រុកខ្មែរយើងវារៀងប្រទឹងប្រទះគ្នាហើយមិនទាន់បានរួបរวมគ្នាជាពិសេសនោះគឺអ្នកដែលធ្វើនយោបាយអ្នកដែលដើរសង្គមនិងអ្នកដែលដើរតាមនយោបាយនោះពួកគាត់ចូលចិត្តបាយសាញនៅព័ត៌មានដែលពួកគាត់មិនបានចោះទៅផ្ទាល់គេឃើញជាក់ស្ដែងឬក៏មានសាកសីណាប្រាប់គាត់ក៏គាត់នាំគ្នាផុសផ្សាយជាពិសេសនោះគឺការផ្សាយរបស់រដ្ឋាភិបាលចេញពីមាត់នាយករដ្ឋមន្ត្រីចេញពីថ្នាក់ដឹកនាំប្រជាពលរដ្ឋមួយចំនួនគាត់បែរជាមិនជឿជាក់មិនយកចិត្តទុកដាក់តែបែរជាទៅជឿទៅលើព័ត៌មានដែលគេផ្សាយផ្សេងពេលខ្លះវាមានព័ត៌មានចាស់ពីមុនមកហើយក៏មានជនទុច្ចរិតខ្លះក៏គាត់បង្កើតនៅព័ត៌មានសម្ដែងធ្វើឲ្យបាក់ទឹកចិត្តកងទ័ពនៅក្នុងចំណុចនេះគឺខ្ញុំមើលឃើញថាសង្គមយើងគឺជាសង្គមមួយដែលត្រូវការរួបរวมមួយយ៉ាងសំខាន់បំផុតចំពោះនៅពេលដែលជាតិយើងមានបញ្ហានៅពេលដែលជាតិយើងមានហានិភ័យពីការឈ្លានពានឬក៏ហានិភ័យផ្នែកសេដ្ឋកិច្ចក៏ដោយក៏ត្រូវការរួមគំនិតរួមចិត្តតែមួយពីប្រជាពលរដ្ឋជាពិសេសនោះគឺយើងចង់បាននៅការជឿជាក់មួយពីប្រជាពលរដ្ឋដែលនៅពេលដែលរដ្ឋាភិបាលលោកសម្រេចធ្វើអ្វីមួយឬក៏កោតលោកបង្កើតនៅគណៈកម្មការប្តឹងឬក៏លោកត្រៀមពេលវេលាកលៈទេសៈឬក៏ធ្វើតាមដំណាក់កាលក៏សូមចង់ឲ្យវិទ្យាពលរដ្ឋហ្នឹងគាត់ជឿជាក់ឲ្យគ្រប់គ្រងចូលរួមទាំងអស់គ្នាព្រោះកាលណាដែលប្រជាពលរដ្ឋខ្មែរយើងនៅតែរត់តាមនយោបាយមួយដែលធ្វើរឿងទុច្ចរិតផ្សេងចេះតែឲ្យខ្មែរយើងបែកបាក់គ្នាជាពិសេសនៅចំពេលដែលប្រទេសជាតិកំពុងតែមានបញ្ហានេះគឺធ្វើឲ្យបរទេសអ្នកជិតខាងយើងនេះគេចាប់បាននៅចំណុចខ្សោយហើយជាពិសេសនោះគឺអាចបំបាក់ខ្មែរយើងតាមរូបភាពផ្សេងហើយយើងឃើញស្រាប់ហើយថាកម្ពុជាយើងខ្មែរអាណាចក្រខ្មែរយើងពីសម័យបុរាណមកគឺដោយចុះខ្សោយដោយសារតែការបែកបាក់ផ្ទៃក្នុងការមិនជឿជាក់គ្នាហើយមិនទុកចិត្តគ្នានឹងឯងជាពិសេសនោះគឺការនាំព័ត៌មានមិនពិតចូលមកក្នុងប្រទេសរបស់ខ្លួនឲ្យធ្វើឲ្យមានភាពច្បោកច្បល់ចំណុចមួយទៀតក៏ខ្ញុំមើលឃើញថាក្រមប្រឆាំងជ្រុលនិយមដែលនៅក្រៅប្រទេសនោះគឺគាត់ចង់កេងចំណេញនយោបាយហួសហេតុពេកនៅពេលដែលប្រទេសមានបញ្ហាយើងអត់យកគំរូជនជាតិប៉ាឡេស្ទីនមកមើលដូចខ្ញុំធ្លាប់នៅពេលដែលអ៊ីស្រាអែលសម្រាប់ចិត្តវាយក្រុមហាម៉ាស់នៅប៉ាឡេស្ទីននោះគឺជនជាតិប៉ាឡេស្ទីនដែលរស់នៅសហរដ្ឋអាមេរិករស់នៅប្រទេសមួយចំនួនគេចេញមកដើម្បីទាមទារឲ្យអន្តរជាតិនឹងបញ្ឈប់ឲ្យអ៊ីស្រាអែលនឹងប្រើអាវុធធំធ្ងន់ទៅដល់ជនជាតិប៉ាឡេស្ទីនស្លាប់រាប់រយអ្នកតទៅទៀតប៉ុន្តែខ្ញុំមិនដែលឃើញជនជាតិប៉ាឡេស្ទីននឹងគាត់ទៅបាតកម្មឲ្យមេដឹកនាំគាត់ដកខ្លួនចេញពីក្រុមហាម៉ាស់ឬក៏មកដាក់បន្ទុកថាមានក្រុមហាម៉ាស់នេះហើយដែលនាំសង្គ្រាមមកឲ្យប៉ាឡេស្ទីនទៅធ្វើឲ្យអ៊ីស្រាអែលនឹងមានលេសទៅឈ្លានពានរបស់ប៉ាឡេស្ទីនយើងអត់ឃើញថាជនជាតិគេនឹងគឺយកគំនិតមួយដែលជន់ឈ្លីតែជាតិសាសន៍គេទេគឺគេផ្ដោតសំខាន់តែម្យ៉ាងគត់គឺធ្វើយ៉ាងម៉េចឲ្យអ៊ីស្រាអែលនឹងដកអាវុធឬក៏បញ្ឈប់ការវាយប្រហារទៅប៉ាឡេស្ទីនគេតែម្ដងអញ្ចឹងយើងមើលឃើញហើយថាជាតិសាសន៍គេនៅពេលដែលប្រទេសគេមានបញ្ហាគេរួមចិត្តគំនិតតែមួយទាំងក្នុងទាំងក្រៅប្រទេសហើយគេធ្វើអ្វីមួយដែលមិនឲ្យប៉ះពាល់ទៅដល់នយោបាយខាងក្នុងប្រទេសគេទេអ្នកខាងក្រៅហ្នឹងគឺគេទាមទារនៅអ្វីដែលចំណេញទៅដល់ជាតិសាសន៍គេហើយបានទទួលបានសន្តិភាពពិតប្រាកដនៅក្នុងប្រទេសគេដល់ឡែកយើងមើលងាកមកមើលជនជាតិខ្មែរយើងវិញដូចអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសគាត់នៅពេលដែលនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំលោក
ប្រកាសចេញពីមាត់ថានឹងប្តឹងហើយបង្កើតទាំងគណៈកម្មការបង្កើតទាំងអីពួកគាត់នៅតែមានពាក្យបកស្រាយធ្វើយ៉ាងម៉េចឲ្យចំណេញនយោបាយខ្លួនឯងហើយធ្វើឲ្យប្រជាពលរដ្ឋហ្នឹងថាញុះញង់ឲ្យប្រជាជនមិនជឿទៅដល់ការដឹកនាំឬក៏ការសម្រេចចិត្តផ្សេងដើម្បីរក្សាបាននូវសន្តិភាពក្នុងប្រទេសផងយើងទទួលបានភាពចំណេញក្នុងការពារបូរណភាពទឹកដីយើងផងផ្ទុយទៅវិញពួកគាត់បែរជាយកឱកាសនេះទាញយកផលប្រយោជន៍នយោបាយនឹងធ្វើសកម្មភាពសម្ដែងផ្សេងមានទាំងយុវជនបណ្ដាញសកលយុវជននៅជប៉ុនយុវជននៅអូស្ត្រាលីផ្សេងគាត់ព្យាយាមព្យាយាមផ្សាយទាមទារនៅពេលដែលចេញការបង្កើតគណៈកម្មការនេះហើយក៏គាត់នៅតែមានពាក្យដាក់បន្ទុកមកជាតិសាសន៍ខ្លួនឯងដែរនេះយើងមើលឃើញថាវាផ្ទុយអំពីជាតិសាសន៍ជនជាតិប៉ាឡេស្ទីនដែលពួកគាត់កំពុងតែមានបញ្ហាបច្ចុប្បន្ននេះបាទលោកសុភ័ក្រក្នុងនាមលោកជាប្រធានក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេងនិងជាអ្នកដែលតាមដានមើលស្ថានភាពនៅក្នុងសង្គមកម្ពុជាតើលោកមានសារអ្វីអំពាវនាវទៅដល់យុវជននិស្សិតបញ្ញវន្តក៏ដូចជាប្រជាពលរដ្ឋកុំឲ្យជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសអំពីបញ្ហាព្រំដែននេះបាទនៅក្នុងនាមខ្ញុំជាប្រធានក្រុមយុវជនមួយរូបដែលធ្លាប់ដើរកិច្ចការងារសង្គមក៏ខ្ញុំចង់អំពាវនាវទៅដល់និស្សិតបញ្ញវន្តនិងយុវជនទាំងក្នុងនិងក្រៅប្រទេសជាពិសេសប្រជាពលរដ្ឋខ្មែរយើងក៏យកចិត្តទុកដាក់ទៅនឹងព័ត៌មានដែលនាំមកនៅអនិភ័យជាតិហើយយើងជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដីជាពិសេសនោះគឺរៀនយកគំរូទៅតាមប្រទេសណាដែរអាចផ្ដល់ផលចំណេញទៅដល់ជាតិខ្លួនយើងដោយខ្ញុំលើកឡើងពីមុនអញ្ចឹងជនជាតិប៉ាឡេស្ទីនគាត់នៅតែគ្រប់គ្រងជាតិសាសន៍គាត់អត់មានចំណុចណាមួយអាចវាយប្រហារមកឋានៈមេដឹកនាំគាត់ឬក៏ដាក់បន្ទុកមកដល់នយោបាយផ្ទៃក្នុងរបស់ប្រទេសគាត់ទេអញ្ចឹងយើងសិក្សារៀនសូត្រអំពីការផ្លាស់ប្ដូរឬក៏កលៈទេសៈណាមួយដើម្បីធ្វើយ៉ាងម៉េចឲ្យកម្ពុជាយើងបានរួមគ្នាហើយដោះស្រាយបញ្ហាជាតិនិងទទួលបានលទ្ធផលដ៏ល្អមួយសម្រាប់ជាតិខ្លួនឯងជាពិសេសនោះការគេចផុតអំពីការធ្វើសង្គ្រាមនិងការធ្វើឲ្យគ្រួសារយោធិនឬក៏កងទ័ពយើងមានការបាត់បង់ដោយការបង្ខំចិត្តនៅដល់ដំណាក់កាលចុងក្រោយនេះយើងមិនចង់មានទេអញ្ចឹងយើងចង់ឲ្យធ្វើការដោះស្រាយដែលចំណេញហើយទទួលបានលទ្ធផលអញ្ចឹងជាចុងក្រោយក៏សូមអរគុណហើយក៏សូមឲ្យប្រជាពលរដ្ឋខ្មែរយើងជឿជាក់លើឋានៈដឹកនាំដើម្បីបន្តការដោះស្រាយនៅបញ្ហាបូរណភាពទឹកដីយើងក្នុងពេលបច្ចុប្បន្ននេះបាទជាថ្មីម្ដងទៀតខ្ញុំសូមអរគុណលោកមួងសុភ័ក្រដែលបានអញ្ជើញចូលរួមក្នុងនីតិកិច្ចសម្ភាសរបស់វិទ្យុបាយ័ននាថ្ងៃនេះបាទសូមអរគុណបងបទយកការ